ខ្ញុំបាទសូមធ្វើការគ្រប់ជំរាបសួរទៅកាន់ទ្រង់ឯកឧត្តមលោកជំទាវលោកស្រីនាងកញ្ញាថ្ងៃនេះមានថ្មចម្លែកផ្លែកមួយទៀតអីថ្មនេះហេតុអីបានខ្ញុំថាចម្លែកពួកយើងមើលឃើញថាផ្នែកដែលបានប្រេះបែកចេញមកគឺមានស្នាមកលងដូចជាកលងសបកងាវសបកលាសបកអីចឹងមើលទៅកលងដូចចឹងប៉ុន្តែយើងមិនទាន់កំណត់ថាជាអីទេហើយសាច់របស់គេទម្រង់បែបកមួនហើយចូលពលឺថែមទៀតផងប៉ុន្តែផ្នែកខាងខ្នងនេះបងប្អូនអរគ្នាមើលយើងនឹងមើលឃើញថាមានឆ្នូតខ្វាត់ខ្វែងច្វែងច្វាត់អីរៀងរង្វង់កញ្ចក់ដែលជាទម្រង់ប្លែកកម្របានជួបកម្របានឃើញអញ្ចឹងខ្ញុំធ្វើការថតបង្ហាញជូនបងប្អូនអរគ្នាទស្សនានៅពេលដែលយើងខាត់ហើយយើងកាត់ចង់និយាយថាយើងខាត់សបកចេញហើយតើសម្រាប់ផ្នែកខាងក្នុងរបស់គេវាបែបណាវិញឥឡូវយើងបុកពលឺសិនហើយបុកពលឺយើងបិទ flash ដើម្បីឲ្យបានឃើញគេបុកពលឺយើងឃើញថាបុកពលឺទៅចូលណាបងប្អូនអរគ្នាបុកពលឺចូលណាចូលណាអញ្ចឹងខ្ញុំនឹងធ្វើការឈូសមើលថាតើសាច់ថ្មប្រភេទនេះជាប្រភេទថ្មអីហ្នឹងហើយនេះបងប្អូនអរគ្នាយើងបានធ្វើការឈូសបានប៉ុណ្ណេះហើយហ្នឹងហើយឈូសទៅគឺថាឃើញផ្នែកខាងក្នុងគឺមានក្លែបរបៀបដូចទម្រង់ជាក្របដូចក្របខ្វិតដូចក្របអីចឹងបងប្អូនអរគ្នាប្លែកខ្លាំងមែនទែនអញ្ចឹងបងប្អូនដែលស្គាល់ដែលមើលទៅឃើញថាស្គាល់ណាស្គាល់ថាជាអីជាប្រភេទសំណាកនៃ fossil អីឬមួយក៏ជាអីមួយបងប្អូនជួយធ្វើការ comment បន្ថែមនៅក្នុងgroup Telegram ក៏ដូចជានៅក្នុងchannel Telegram channel YouTube ហើយនឹងនៅក្នុង TikTok របស់ខ្ញុំបាទថែមទាំងក្នុង page ផងខ្ញុំធ្វើការតម្លាក់នៅក្នុង page ដែរបើសិនជាវីដេអូនឹងអំណោយផលបើន័យថាយើងកាត់តទៅគឺអត់មានយើងតកាត់អីចឹងទៅអត់មានបញ្ហាអាចតម្លាក់ចូលបានអញ្ចឹងណាហ្នឹងហើយបងប្អូនដែលស្គាល់កម្របានជួបដែរបងប្អូនអរគ្នាមិនដែលបានឃើញបានស្គាល់បានជួបទេហើយសភាពសាច់របស់គេគឺថ្មរឹងធ្ងន់ហើយមានក្លែបអញ្ចឹងបងប្អូនអរគ្នាក្លែបហ្នឹងគឺទម្រង់ដូចជាក្លែបក្របបាទស្តៀងដូចក្របអលឹកស្តៀងដូចក្របខ្វិតឬមួយក៏នៃសាច់នៃផ្លែភ្នៅបងប្អូនអរគ្នានៃភ្នៅហើយផ្នែកផ្ទៃខាងក្នុងនៃភ្នៅក៏អញ្ចឹងដែរណាអញ្ចឹងបងប្អូនដែលដឹងបន្ថែមសូមធ្វើការជួយឆ្លើយតបតាម comment ហ្នឹងហើយអរគុណយើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូឃ្លីបផ្សេងៗទៀតសម្រាប់វីដេអូឃ្លីបនេះគឺប៉ុណ្នេះសូមធ្វើការកាន់តែរាល់កំហុសខុសឆ្គងទាំងឡាយដែលខ្ញុំបានធ្វើការបកស្រាយអធិប្បាយនឹងធ្វើវីដេអូទៅមានកំហុសខុសឆ្គងសូមមេត្តាខន្តីអភ័យទោសផងអរគុណជូនពរពុកម៉ែបងប្អូនអរគ្នាទទួលបាននូវលាភទទួលបាននូវជ័យសិរីសួស្តីសុភមង្គលវិបុលសុខគ្រប់ក្រុមគ្រួសារអរគុណគ្រប់ជំរាបលា